ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីរាប់អានបាទថ្ងៃនេះខ្ញុំបាទបាននាំពុកម៉ែបងប្អូនមកពីប្រទេសកម្ពុជាដើម្បីកំសាន្តនៅទីក្រុងដាណាំងរយៈពេល4ថ្ងៃ3យប់បាទហើយថ្ងៃនេះផងដែរគឺខ្ញុំបាននាំពុកម៉ែបងប្អូនមកកំសាន្តនៅភ្នំមួយដ៏ល្បីនៅក្នុងទីក្រុងដាណាំងបាទគឺភ្នំតាំង5បាទភ្នំតាំង5នេះគឺមានវត្តមួយឈ្មោះវត្តលិនអឹងតែពួកយើងមិនបានចូលវត្តនោះទេគឺគ្រាន់តែចូលនៅលាងភ្នំមួយដែលមានរៀបចំកន្លែងកំសាន្តក៏ដូចជាកន្លែងតាសនានៅក្នុងលាងភ្នំនោះបាទហើយក្នុងលាងភ្នំនោះគឺមានថ្មដ៏ពិសេសបាទគឺថ្មម៉ាបហើយក្នុងនោះធំហើយស្អាតហើយថ្មមានប្រការថ្មមានស្អីដូចនៅភ្នំដតីផងដែរហើយឡែកចំណែកភ្នំនេះគឺតាមប្រវត្តិសាស្ត្របានចាទុកមកគឺឡាងនេះពីសម័យសង្គ្រាមឡាងនេះគឺគេយកធ្វើជាកន្លែងសម្រាប់ជាបាយជំងឺបាទកន្លែងថ្នាំពេទ្យសម្រាប់ទៅដល់កងទ័ពដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងចក្រពត្តិអាមេរិកក៏ដូចជាបារាំងជាដើមបាទហើយបច្ចុប្បន្នមកគឺបានបន្សល់ទុកឡាងភ្នំនេះដូចជាតំបន់ទេសចរបាទធ្វើទៅជាតំបន់ទេសចរមួយក្នុងនោះគេមានកន្លែងនេះធ្វើជាបែបយមរាជបាទយមរាជកន្លែងកលាបញ្ជីកន្លែងយមរាជកន្លែងយមបាលហើយមានផ្លូវមួយទៀតគឺចោះទៅកន្លែងហ្នឹងគេធ្វើដូចជាកន្លែងឋាននរក18ជាន់អញ្ចឹងណាមានអាការមនុស្សប្លន់នឹងកាត់ទោសដូចដែកមនុស្សរំលោភគេនឹងកាត់ទោសយ៉ាងណាមនុស្សធ្វើបាបម៉ែឪនឹងគេធ្វើទោសយ៉ាងណានោះសោកប៉ាន់នឹងធ្វើកន្លែងណាហើយកន្លែងនេះគឺកញ្ជីងយុតិធម៌បាទកន្លែងកញ្ជីងយុតិធម៌នៅខាងយមរាជគេថ្លឹងថ្លែងមើលមាននរណាគេទោសអីអញ្ចឹងណាគេយកមកចូលកាត់ទោសកន្លែងនេះឯងអាហ្នឹងពីដើមបាទហើយយើងមើលរូងភ្នំបាទរូងភ្នំថ្មយើងឃើញស្រាវមែនតើឃើញថាវាចង់ឲ្យធ្លាក់ដែរប៉ុន្តែវាធ្លាក់មិនរួចបាទហើយឥឡូវយើងចាប់ផ្ដើមចោះកន្លែងផ្លូវទៅឋាននរកបាទទៅឋាននរកហើយយើងមើលកន្លែងនេះបាទមកគេដាក់ខ្សែភ្លើងពី3កម្មនេះគឺដល់មកកន្លែងកាត់ទោសសម្រាប់ធ្វើទរណកម្មទៅដល់អ្នកទោសផ្សេងដែលមានបាបកម្មផ្សេងគ្នាណាបាទយើងភ្ញៀវយើងក៏បានចោះទៅកន្លែងខាងក្រោមនោះដើម្បីទស្សនាមើលកន្លែងនេះពីចាប់ចងពីចាប់អាយណាបាទដែលនេះរបូតរណាយនៅតែដៃចាប់ចូលចងនឹងទៅសហើយយកមកបាល់ពីអ្នកនោះគេបាទទោសស្អីអញ្ចឹងណាបាទខាងនេះចាប់ទាញទៅបុចកគេធ្វើចន្លោះភ្នំនោះបាទចុះទៅក្រោមបាទតែអត់ធំទេតូចល្មមណែកង់ដេងងុកវិញឥឡូវបាទឥឡូវគឺចេញពីលាងភ្នំគឺឡើងអាងឋានសួគ៌បាទផ្លូវគឺផ្លូវអាងឋានសួគ៌តែខ្ញុំមិនបានជូនពុកម៉ែបងប្អូនយើងឡើងទៅខាងលើទេបាទនៅខាងក្រោមដើម្បីថតមើលកម្ពស់ក្នុងឡាងភ្នំនោះមើលវាប្លែកអស្ចារ្យមកហើយថ្មក្នុងនេះតិចណាបាទចាក់មែនតែនបាទហើយគេមានចាជាប្រវត្តិសាស្ត្រសម្រាប់ទុកឲ្យកូនចៅគេមើលថាឡាងនេះកាលនោះគឺជាកន្លែងដាក់ក្របឬក៏ដាក់ការថ្នាំពេទ្យណាសម្រាប់ព្យាបាលទៅដល់យុតិជនដែលបានពិការដែលទៅជំងឺអញ្ចឹងណាក៏ចូលមកកន្លងនេះព្យាបាលដែលជាទីតាំងសម្ងាត់របស់ទាហានខាងវៀតណាមបានដែលប្រឆាំងជាមួយនឹងបរទេសអញ្ចឹងបាទចេញពីនោះមកគឺយើងធ្វើដំណើរទៅមាត់សមុទ្រមីខេបាទដោយអាស្រ័យយើងសល់ពេលដែរឥឡូវយើងចុះសមុទ្រមីខេបាទតែមិនបានចុះកន្លែងដែលគេហូតទឹកច្រើនទេកន្លែងនេះគេច្រើនគឺខាងវៀតណាមទៅមកកំសាន្តបាទភ្ញៀវក្នុងប្រទេសបាទភ្ញៀវជាតិកន្លែងផ្សេងទៅគឺមិនបានទៅថតដោយចេញទៅបងអូនមើលទេបាទយើងមើលលោកធំបាទតែក្នុងអេក្រង់នេះគឺយើងមើលមិនបានធំតែក៏ពិតលោកធំណាស់ហើយស្រាវបាទអញ្ចឹងគឺកន្លែងនេះមិនសូវមានអ្នកងត់ទេកន្លែងអង្គុយកំសាន្តចែកអេងថតរូបអីចឹងណាបាទហើយកន្លែងនេះទីលានបាទទីលានមាត់សមុទ្របាទទីលានមាត់សមុទ្រដែលគេរៀបចំកាលពីថ្ងៃចូលឆ្នាំកន្លងហើយបាទចូលឆ្នាំវៀតណាមចូលឆ្នាំចិន
គេរៀបឌីកស្អាតបាទមានសេះមានអីមានរូបត្រីមានរូបអីបាទស្រស់ស្អាតមកស្មាត់ហើយនៅខាងនោះគឺជាអាគារបាទអាគារធំในឆ្នាំមានដល់អាស្រ័យឆ្នាំមមីបាទជាងហើយគេរៀបជាតួសេះដើម្បីតំណាងបាទហើយខាងនៅខ្នល់ហ្នឹងបាទមានអាគារស្ថាគារផ្កាយ4ផ្កាយ5បាទចប់ពីនោះទៅទៀតគឺយើងបន្តដំណើរមកដល់អឺទូកញ្ជើបាទទូកញ្ជើនៅហើយអាននេះបាទទូកញ្ជើអញ្ចឹងthìយើងបានមកដល់ទូកញ្ជើហើយភ្លៀងក៏ល្មមដែរបាទអញ្ចឹងត្រូវការពុកម៉ែបងប្អូនយើងទិញអាវភ្លៀងម្នាក់មួយដើម្បីពាក់កុំឲ្យសើមតែតាមការពិតទៅវាភ្លៀងមិនធំទេភ្លៀងតូចល្មមអាចដើរបានបាទយើងចុះកន្លែងនេះបាទMr. តាយណាបាទកន្លែងចុះ Mr. តាយដើម្បីយើងចុះទៅជីទូកអីបាទជីទូកអីក្នុងនេះគឺទូកអីមួយហ្នឹងគឺអាចជីបាន2នាក់បាទហើយផ្លូវហ្នឹងគឺគេចូលទៅក្នុងហ្នឹងណាបាទគេចូលទៅក្នុងហ្នឹងដើម្បីចាក់ទូកមួយហើយកន្លែងនេះវាពិសេសត្រង់កន្លែងថាឲ្យតែភ្ញៀវណាមកគឺគេចាក់ចម្រៀងជាតិប្រទេសនោះឲ្យស្ដាប់ហើយជាងដូចជាពួកខ្ញុំអញ្ចឹងគឺមកដល់កន្លែងនេះគេចាក់ភ្ញៀវភ្លេងខ្មែរបាទគេចាក់ចម្រៀងខ្មែរយើងច្រៀងរំលេងសប្បាយអញ្ចឹងណាបាទហើយបងប្អូនគាត់លឺភ្លេងហ្នឹងណាថានៅមិននឹងទេបងបាទហើយឥឡូវយើងបានចុះទូកហើយបាទចុះទូកដើម្បីទៅខាងច្រាំងនៃដៃសមុទ្របាទច្រាំងនៃដៃសមុទ្រដើម្បីយើងជួបជុំគ្នានៅខាងនោះច្រៀងរំសប្បាយមែនតើបាទច្រៀងរំសប្បាយចាំទៅដល់នោះគឺយើងលឺភ្លេងហើយបាទហើយជាពិសេសមកដល់កន្លែងនេះគឺភ្ញៀវជាតិអន្តរជាតិជាច្រើនជាពិសេសភ្ញៀវកូរ៉េនេះឯងបាទភ្ញៀវកូរ៉េនេះគឺថាមកមែនតែនទៅមកបាទមកច្រើនមែនតែនបាទភ្ញៀវកូរ៉េហើយនិងភ្ញៀវចិនបាទមានតាំងភ្ញៀវតៃវ៉ាន់ទៀតណាបាទហើយបន្តពីនោះគឺភ្ញៀវពួកអឺរ៉ុបពួកអាមេរិកពួកអឺរ៉ុបពួកបារាំងនេះណាបាទគេមកច្រើនណាបាទនេះគឺគ្រាន់តែព្រៃចាក់មួយទេបាទព្រៃចាក់ហ្នឹងគឺមានសល់គេដំណើរតាំងពីសម័យសង្គ្រាមបាទខាងទាហានវៀតណាមក៏ចូលជ្រកក្នុងព្រៃចាក់នេះបាទចូលជ្រកក្នុងព្រៃចាក់ហ្នឹងដើម្បីជ្រកជាមួយនឹងយន្តហោះអីផ្សេងអញ្ចឹងជាជ្រកជាមួយនឹងបច្ចាមិត្តអញ្ចឹងហើយក៏លបាញ់ពីក្រោមឡើងអញ្ចឹងទៅធ្វើឲ្យបច្ចាមិត្តរទាហានឃើញក៏បាញ់ទៅវិញបាញ់មកអញ្ចឹងទៅបាទកន្លែងនេះជាប្រវត្តិសាស្ត្រសម័យសង្គ្រាមផងដែរឥឡូវយើងចេញដល់ព្រែកធំហើយណាអមទៅខាងដៃព្រែកខាងដៃព្រែកខាងនោះបាទក្នុងនេះមានកប៉ាល់ច្រើនបាទកប៉ាល់មិនច្រើនទេកប៉ាល់1 2ទេប៉ុន្តែអាទូកអីហ្នឹងរាប់រយរាប់ពាន់ទូកក៏បាទមិនមែនតិចទូកណាបាទហើយខាងក្រុមហ៊ុនទូកមួយហ្នឹងគឺមានច្រើនបាទមានក្រុមនេះក្រុមនោះអញ្ចឹងណាបាទហើយពួកអ្នកចែវហ្នឹងគឺគេពេលណាភ្ញៀវចោះកន្លែងចំណាត់គេហ្នឹងគឺបានសម្បត្តិមួយបាទសម្បត្តិមួយដល់ពេលគេអមហើយឡើងទៅនោះគេយកលុយអីអញ្ចឹងណាយកទៅបើកលុយអីអញ្ចឹងបាទហើយសូមបញ្ជាក់ពុកម៉ែបងប្អូនជាងនេះថាទូកនេះគឺមានតែពួកខ្ញុំភ្ញៀវយើងជិះទេបាទមកទូកអាន2នាក់មកទូកអាន2នាក់ហើយសម្បត្តិក្នុងម្នាក់នឹង110,000បាទក្នុងសម្បត្តិមិនណា110,000ឥឡូវមកដល់នេះគេសម្ដែងក៏មើលណាបាទតែពួកខ្ញុំតដល់កន្លែងពួកខ្ញុំសម្ដែងទេបាទកន្លែងនេះបានន័យថាកន្លែងគេសម្ដែងហើយយើងបង់លុយយើងមានសទ្ធាយើងឲ្យលុយគេអញ្ចឹងណាបាទមួយខាងនោះខាងបារាំងអូសប្បាយមែនតើបារាំង2នាក់នោះមិនដឹងបារាំងឬក៏អាមេរិកទេបាទពេលស្រីសប្បាយជាមួយនឹងការជិះទូកនឹងជិះទូកសម្ដែងហើយនាងខាងនេះគឺកូរ៉េបាទកូរ៉េអញវ៉ាស៊ីអូគេដែរមកចេះទេចេះតែអញវ៉ាស៊ីអូអញ្ចឹងតែគេក៏អញវ៉ាស៊ីអូជាមួយយើងពេលណាយើងថាសួស្ដីគេសួស្ដីមកដាក់យើងបើយើងថាសិនចៅគេក៏សិនចៅមកដាក់យើងជាងដែរណាពុកម៉ែបងប្អូនបាទអញ្ចឹងតទៅខាងមុខទៀតបាទតទៅខាងមុខទៀតដល់កន្លែងទូកពួកខ្ញុំចប់ដើម្បីមើលការសម្ដែងរបស់គេហើយសូមបញ្ជាក់ផងដែរថាការសម្ដែងនេះគេសម្ដែងចប់គឺយើងត្រូវការគិតឲ្យគេជាងណា10000 20000 30000អញ្ចឹងតាមសទ្ធារបស់យើងបាទតាមសទ្ធារបស់យើងគេសម្ដែងថែជា5នាទីអីគេចាប់ឲ្យគេហិចចង្វាក់មកឲ្យយើងដើម្បីយើងដាក់លុយលើចង្វាក់នោះទៅឲ្យគេហើយបាទដល់គេហើយ
ยังมาเกี่ยวกับตัวมายังมันทลอบได้วุ้นสิกบาลวุ้นมุกมานะสวมสวยวุ้นมุกหลักตูเดียวละไอ้เจ้าเมื่อโอนกัดสมัยลอยแมนเต้นนะวุ้นtrongวุ้นลมย้ำทลอบคุยhai ba là mónวุ้นมุกเต็มnào mà đều bị chọc mất á mà cáiคุยตัวคุยไอ้nhiều cái công việcทอดvàทอดไปจากกิจกรรมเพียบมาสำแดงเมื่อแล้วเขาจะลอยจะลอยอะไรไปที่ไปเกย์นะแต่เมื่อcáiสมัยcáiที่ไปมันท่าตูนากรมนาแต่ว่าที่สมัยให้คือโมนี่ไงไอ้ดากระไรนี่กระไรเรียงรอมันบ้างกระไรนี่กระไรเรียงรอมันยังอัดบันทอดไปเกี่ยวกับไปเรียงได้ป่ะยังเอาเลยตูบ้าตูนี่กี่นักสปีกเกอร์บนลำโพงเลยเรียงรอมันสบายเลยchứก็ได้ป่ะจะเรียนจอบนั่นคือเนี่ยนะที่เดียคือเธอซีลุยยังปีกันหลายมาเธอซีลุยยังปีกันหลายตามสเตียกระลายจังนะบ่าจะให้กระกำที่ก็เช่นจุดที่เป็นจอบแต่บ่าอย่างวัลโมจะรักวิ่งมันจะนั่นคือมันลวกอะไรใส่ปลายจ่าแล้วก็โว้เฉยเนี่ยในสรุปตึกบางไงมีจนtớiตึกบางไงมีจนtới về lại tới kia tới chạm kẹo dần ngay visa và visa mà lâu về dân cho nó cái miền nè có thu của mình ruột dương á nè mà hai lại một khả năng dầu ruột và lại một khả năng dầu ruột mà ruột đập mơn chứ nè mà này ta tự dân miền ruột bán kẹo pha dân mà scan mà kẹo pha dân nó bây giờ scan dầu ruột dân nó có nông computer nữa nè mà lợi dân cho phải chạy một khăn kẹo đâm bây dân mô đào khăn mùi tiệt hỏi ra ta cái lại thìក្រុងហុយអានណាបាទទីក្រុងហុយអានយើងជួយចំណាត់ឡានឲ្យចាប់ឡានគួយបន្តដំណើរចូលទីក្រុងហុយអានដើម្បីទស្សនានៅទីក្រុងហុយអានបានន័យថាទីក្រុងបុរាណរបស់ខេត្តវាងណាមបាទខេត្តវាងណាមនៅហុយអានជាទីក្រុងបុរាណមួយដែលបន្សល់ទុកពីសម័យជប៉ុនបារាំងអាមេរិកមកដល់បច្ចុប្បន្នហ្នឹងគឺអាគារនោះវាចាស់បុរាណហើយតាមកន្លែងនោះไปជើងទៅដល់យើងនឹងឃើញនៅទស្សនវិជ្ជាទាំងនោះហើយថាមើលគេធ្វើអីខ្លះបាទបានជាកន្លែងនោះមនុស្សទៅរាប់ម៉ឺនរាប់ពាន់រាប់សែនបាទអញ្ចឹងអញ្ជើញបងប្អូនយើងទស្សនាបន្តណាកុំឲ្យបាត់ទូរស័ព្ទដើម្បីយើងបន្តដំណើរទៅខាងក្នុងបន្តិចទៀតដើម្បីយើងបានទស្សនាមកយើងទៅដល់នោះយើងនឹងឆែកគេឆែកសម្បត្តិយើងបាទហើយឆែកសម្បត្តិយើងហើយបាទយើងចូលបាទឥឡូវយើងមកដល់កន្លែងដើម្បីចូលហើយបាទនេះទីលានធំរបស់គេកន្លែងចំណតឡានដឹកភ្ញៀវចុះមកបាទហើយដល់កន្លែងនេះគេឆែកសម្បត្តិយើងរួចហើយបាទយើងចូលដើរទៅខាងក្នុងបាទចូលទៅខាងក្នុងដើម្បីទស្សនានៅទស្សនវិជ្ជាទាំងស្រុងទាំងអស់គ្នាអូខេអញ្ចឹងទស្សនាបន្តបាទនេះគឺជាស្ពានបុរាណគេបាទបាទស្ពានបុរាណនេះជប៉ុនបានបន្សល់ទុកមកបាទហើយភូមិបុរាណនេះពីដើមគឺមានកំពង់ផែអន្តរជាតិមួយដែរតែកន្លែងនេះទូចឥឡូវគេដូរកំពង់ផែនេះទៅទីក្រុងដាណាំងវិញហើយបាទទៅទីក្រុងដាណាំងហើយបាទអញ្ចឹងនឹងទស្សនានៅទស្សនវិជ្ជានៅទីក្រុងហុយអានភូមិបុរាណទាំងអស់គ្នាបាទសូមរីករាយទស្សនាបន្តបាទសូមអរគុណ 저도 그렇지.
아,